ស្រងស្ទឹងត្រង់ខ្ញុំមិនចង់ឃ្លានចង់ណែជួបជុំផៃអូនកាត់ទៀតហើយមិនផងបាយអន្លងចំការនាងខ្ញុំផ្ទាល់តែម្ដងបងប្អូនណាកាត់ថ្ងៃនឹងបានប្រហែលជា3ទៅ4តោនបងប្អូនណានិយាយពីថាផ្លែធំល្អណាស់បងប្អូនអើយនិយាយសួស្ដីបងប្អូននៃត្រេនបាញ់លងពិតណាបងប្អូននេះយើងខ្ញុំម្ចាស់ចំការផ្ទាល់បងប្អូនបោះដុំនឹងលក់រាយចុះបានត្រេនបានផងបានលងអាចតាក់ទងនឹងខ្ញុំផ្ទាល់បានណាហើយអាចមកចំការផ្ទាល់បានបងប្អូនណាធានាសុទ្ធ 100% ហើយនិយាយពីថារសជាតិឆ្ងាញ់ហ្មងបងប្អូនសបកស្ដើងសាច់និយាយទៅផ្អែមឆ្ងាញ់ហ្មងបងប្អូនណាល្មុតតែម្ដងបងប្អូនអាចមើលចាក់ស្ដាយបានបងប្អូនអ្នកត្រេនណាកាត់ថ្មីទៅកាត់តែម្ដងបងប្អូនថ្ងៃហ្នឹងបានប្រហែលជា5ទៅ10តោនបងប្អូនព្រោះទិន្នន័យចាក់ស្ដាយយើងអត់ទាន់ដឹងច្បាស់ថាប្រមាណទេប៉ុន្តែថ្ងៃហ្នឹងកាត់បានច្រើនព្រោះដោយសារមេឃបើថ្ងៃល្អបងប្អូនបើថ្ងៃល្អមែនតើរៀនតែងលងបងប្អូនថ្ងៃនេះកាត់3តោន4ថា4ថាបងភ្លេចកែវក៏លយាននឹងកូនជាទីស្នេហាអូទួលសំបួរអាសូរខ្ញុំ